នៅពេញទៅអាសាកច្រាមប្រហុកដល់តែពេលដល់ស្រុកកច្រាមប្រហុកលើសដើមបងប្អូនមិនឲ្យកច្រាមមកម៉េចបងប្អូនមើលនេះស្វាយនៅស្រុកនិយាយថាថ្លោះល្អណាស់គាត់តែឃើញស្រក់ទឹកមាត់អញ្ចឹងលេងប្រហុកមួយចានដាក់ស្វាយអាណានេះមើលបាទនេះបងប្អូនបាទប្រពន្ធខ្ញុំនិងប្អូនថ្លៃរបស់ខ្ញុំនិងប្អូនពៅរបស់ប្រពន្ធខ្ញុំណាបងប្អូនបាទនេះមករកស្វាយហើយវាថាស្វាយវាមានទាំងដើមមិនបាច់ទៅផ្សារមិនបាច់ទៅឯណាទេបាទនេះហក់ចាប់ហក់បេះអីស្រួលហ្មងប៉ុន្តែនេះប្រពន្ធខ្ញុំហក់អត់ដល់ទេបងប្អូនហក់បេះហើយបេះទៀតអត់ដល់នេះស្វាយខ្លែបបងឆ្ងល់ថាតើស្វាយខ្ពស់ឬក៏មកពីប្រពន្ធខ្ញុំទៀតដល់ពេលអញ្ចឹងយើងបែងចែកអត់ដាច់ទេបងប្អូនដឹងចៃតើចៃបាទតែបងប្អូនថ្លៃខ្ញុំអត់តិចគេលោតបេះបានធម្មតាបាទហើយឥឡូវបេះបានបន្តិចដូរដើមបាទទៅរត់ដើមថ្មីតែពងដើមមកជួបនឹងវត្ថុចម្លែកនេះខាងបងប្អូនគេហៅអីគេបាទបើស្រុកខ្ញុំគេហៅអូនម៉ូញតែបើស្រុកបងប្អូនមួយចំនួនដូចជាលឺហៅថាចុញម៉ូញហ៎ចុញម៉ូញដឹងខ្ញុំថាត្រូវឲ្យខុសហើយនេះតែកំពុងឆ្ងល់បងប្អូនគេនេះបាទនាំគ្នាមកបេះស្វាយហើយអត់មិនមកឃើញអូនម៉ូញមករើសអូនម៉ូញវិញភ្លេចបេះស្វាយបាត់ហើយមកនាំគ្នា3អូនម៉ូញម្នាក់មកថ្នាក់ដើមមកទៀតធ្វើឲ្យញឹមបព្រាយឯណាស្វាយប្រពន្ធតម្លាញហើយបើកលេចមកមើលប្រុសស្អាតនេះស្បៃអត់បានទៅជួយរើសជួយបេះទេជាប់មើលកូនគេឲ្យមើលកូននៅទីឲ្យបងប្អូនឥឡូវបកមកខាងពីអ្នកបងប្អូននេះវិញបន្ទាប់ពីរើសអូនម៉ូញបេះស្វាយបានបន្តិចហើយណែមកកាច់ពោតហើយពោតកំពុងកាច់នេះជំរាបបងប្អូនហើយមិនមែនពោតគេឲ្យទៅលួចកាច់ទេណាបងប្អូនគឺពោតលូនឯងឯងពោតរបស់ម៉ែក្មេកខ្ញុំបាទអញ្ចឹងកាច់យកទៅអាំងហើយបើកលេចមកមើលម៉ាក់គូតូចនេះវិញទៅបេះស្វាយទេឥឡូវមកចេញពោតមកថងបាត់ស្វាយបាត់ហើយហើយបងប្អូនថ្លៃខ្ញុំនេះវិញចង់មានរឿងអីកើតឡើងនៅតែ3អូនមួយមកទៀតបាទតែឥឡូវនេះអត់ទេគេមកបេះស្វាយហើយស្វាយសានេះធំល្អអត់ប្របាក់លោតដោយអាស្វាយមុននេះនឹងដើមហ្មងបេះស្រួលដើមហ្មងបងប្អូនហើយម៉ែក្មេកខ្ញុំនេះគឺថាស្លការីទៀតបាទចាំទទួលកូនមកពីបេះស្វាយហើយកាច់ពោតអីមិនបើកូនពៅអត់យកស្វាយនឹងពោតមកផងនឹង3តអូនមួយមកហ្នឹងបាទនេះឥឡូវប្រុសម៉ៅបានក្រោកពីគេងហើយឥឡូវបានមឹមហើយបងប្អូនឃ្លានហើយអញ្ចឹងនេះបងប្អូនទៅដោះគោដែលប្រុសម៉ៅមឹមនេះគឺទៅដោះគោអ៊ីនឡាក់បងប្អូនបាទហើយបងប្អូនបានជ្រាបហើយទៅដោះគោអ៊ីនឡាក់នេះគឺបាទជួយបានច្រើនជំនួយខួរក្បាលជំនួយគ្រាប់ឈាមក្រហមបាទជំនួយដល់ការចងចាំហើយជំនួយដល់សុខភាពពោះវៀនកូនយើងឲ្យមានសុខភាពល្អហើយសម្រួលដល់ការបន្តបង់អញ្ចឹងកូនរបស់យើងតូចហ្នឹងគឺថាមឹមអ៊ីនឡាក់ទៅត្រូវណាស់បាទហើយអត់ពិបាករត់ទិញទេទិញតាម pack អ៊ីនឡាក់ Cambodia បងប្អូនគឺស្រួលណាស់ហើយម៉ាក់គូតូចបន្ទាប់ពីមកពីកាច់ពោតបេះស្វាយអីហើយឥឡូវក៏ច្រាមប្រហុកឲ្យបងប្អូនណែក៏ច្រាមប្រហុកបាទហើយស្វាយក៏យកមកដល់ចាប់ដើមលាងហើយអត់ហូបទាំងអស់ហើយហូបតែធំទេហើយខ្ញុំនេះក៏ជួយបាទដុតដៃដុតជើងទៅបេះម្ទេសបេះអីចឹងណាបងប្អូនបាទបើមិនជួយក៏ច្រាមបើមិនជួយចិត្តស្វាយទេមកបេះម្ទេសឲ្យចឹងទៅបាទហើយបាទរឿងក៏ច្រាមប្រហុកនេះទោះតែម្ទេសហិលបានហើយដាក់ទៅវិជាតិបានទៅវាឆ្ងាញ់ណាបងប្អូនបាទណែម្ទេសអាចឆ្មាបាទបើស្រុកខ្ញុំហៅអាចឆ្មាបងប្អូនផ្សេងគេហៅម្ទេសអាចសัตว์តែមិនអីទេបងប្អូនបាទអាចឆ្មាក៏បានអាចសัตว์ក៏បានដែរព្រោះឆ្មាក៏សัตว์ក៏ឆ្មាហ្នឹងហើយបងប្អូននេះឥឡូវប្រពន្ធខ្ញុំដាក់ស្ករចូលទៅហើយបងប្អូនបាទហើយស្ករយើងប្រើស្ករត្នោតបងប្អូនគឺស្ករត្នោតធម្មជាតិដាក់ទៅគឺថាជាតិមែនបងប្អូនជាមួយនឹងស្វាយអូយបាទថ្លោះល្អណាស់ឥឡូវដាក់ចូលចានធំសិនបាទងាយស្រួលនៅក្នុងការជ្រលក់អីផ្សេងអញ្ចឹងណាបងប្អូនបាទស្វាយរបស់យើងក៏ចាប់ផ្ដើមយកមកចិត្តហើយបងប្អូនបាទហើយមិនដឹងថាស្វាយឈ្មោះអីផងនេះបងប្អូនបាទឃើញធំអញ្ចឹងនិយាយហៅស្វាយលហុងបាត់លើហ្នឹងហើយបងប្អូនស្គាល់ឈ្មោះហៅឈ្មោះផងបាទខ្ញុំមិនទេស្គាល់ស្វាយមិនអស់ទេបើស្វាយឥឡូវច្រើនសឹងអីបាទតែឥឡូវនេះម៉ាក់គ្រូតូចបាទដាក់មួយម៉ាត់សិនអាយ៉ាមានអារម្មណ៍ថាដូចជក់ចិត្តអញ្ចឹងបន្ទាប់ពីជក់ចិត្តហើយដាក់មួយម៉ាត់ទៀតនេះបងប្អូននិយាយពីថាជាតិដល់កបងប្អូនបាទហើយទោះបងប្អូនអ្នកចូលចិត្តមកជូរដូចគ្នាបានដឹងថាស្វាយជ្រលក់ទឹកប្រហុកនឹងរសជាតិយ៉ាងណា hamburger បាទ oyster ស្អីគឺថាអត់ប្រៀបធៀបបានទេបាទអត់យកឈ្នះបាទស្វាយក៏ច្រាំទឹកប្រហុកនេះទេបាទអញ្ចឹងបងប្អូនហើយមួយម៉ាត់ណាក៏ឆ្ងាញ់មួយម៉ាត់ណាក៏ជាតិដែរនេះអូយអធិស្ឋានបងប្អូននេះស្រួលបងប្អូនលើកទឹកមាត់តាមផងដឹងឲ្យស្មាទោសហើយបាទនេះបងថ្លៃខ្ញុំគេមកក្រោយគេមកពីហត់មកពីស្រែគេដាក់ដែរគ្រប់និយាយថាជាតិអស់ទាស់ហ្មងបាទអញ្ចឹងបាទវីដេអូយើងមានតែប៉ុណ្្នឹងទេបងប្អូនអរគុណច្រើនបាយជម្រាបលាបាទ